ប្រសិនបើអ្នកនរគ្នាចង់ចេះថតរូបទេសភាពនៅលើកាមេរ៉ារបស់យើងឲ្យបានស្អាតហើយអ្នកនរគ្នាអត់ចង់កំណត់មុខងារអីញ៉ៃច្រើនថ្ងៃនេះខ្ញុំមានតិចនិចនឹងការកំណត់ចំនួន5នៅលើកាមេរ៉ារបស់យើងដែលអ្នកនរគ្នាគួររសាកល្បងតិចនិចនឹងការកំណត់ទាំង5របស់ខ្ញុំថ្ងៃនេះគឺមិនតម្រូវឲ្យអ្នកនរគ្នាប្រើប្រាស់កាមេរ៉ាប្រភេទណាមួយទេគឺកាមេរ៉ាណាក៏អ្នកនរគ្នាអាចធ្វើការប្រើប្រាស់បានដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំលើកយកកាមេរ៉ា Sony មកប្រើប្រាស់ការកំណត់ទី1ដែលអ្នកនរគ្នាគួរតែយកចិត្តទុកដាក់នោះគឺការកំណត់ទៅលើ focus mode ដែលអ្នកនរគ្នានៅលើកាមេរ៉ារបស់យើងគឺវាមាន focus mode ច្រើនដែលការកំណត់ focus mode ថ្ងៃនេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាជ្រើសរើសយក AFS អ្នកនរគ្នាហេតុអីបានជាយើងចាំបាច់ត្រូវតែយក AFS ឬក៏យើងអាចនិយាយបានថា single shot AF នៅលើកាមេរ៉ារបស់យើងប្រសិនបើយើងថតរូបដែលយើងមិនចាំបាច់ធ្វើការថតបែបធ្វើការចាប់សកម្មភាពផ្សេងៗគឺយើងអាចយកការកំណត់តែមួយទៅបានហើយគឺ single shot AF ដែលនៅពេលដែលយើងថតយកការកំណត់បែបនេះគឺយើងថតយកតែមួយកន្លែងតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងថតហើយយើងអាចធ្វើការ focus យកតែមួយកន្លែងហើយយើងអាចថតយកតែម្ដងអញ្ចឹងកាលណាដែលយើងជ្រើសរើសយក focus mode តែមួយកន្លែងឬក៏ single shot បែបនេះគឺរូបថតរបស់យើងចេញមកគឺវាច្បាស់ហើយយើងចង់បាននៅចំណុចណាមួយនៅលើរូបថតរបស់យើងគឺមានភាពងាយស្រួលជាងការកំណត់មុខងារផ្សេងៗអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំជ្រើសរើសយក AFS ឬក៏ single shot AFសម្រាប់ការកំណត់បន្ទាប់ទៀតខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើការកំណត់នៅ aperture ឬក៏ f-stop នៅលើកាមេរ៉ារបស់អ្នកនរគ្នាអញ្ចឹងអ្វីដែលអ្នកនរគ្នាអាចធ្វើបាននៅលើកាមេរ៉ារបស់អ្នកនរគ្នាគឺអ្នកនរគ្នាអាចធ្វើការបើក aperture របស់អ្នកនរគ្នាឲ្យទូចដោយការតម្លើងនៅលេខ f-stop នៅលើកាមេរ៉ារបស់អ្នកនរគ្នាសម្រាប់ការថតថ្ងៃនេះគឺខ្ញុំប្រើប្រាស់ f-stop ចំនួន4ឬក៏ 5.6 ឬក៏ 8ទៅតាមលទ្ធភាពជាក់ស្ដែងដែលកាលណាដែលយើងបើក f-stop ឲ្យវាទូចបែបនេះឬក៏មានន័យថាយើងតម្លើងលេខឲ្យធំបែបនេះគឺរូបថតរបស់យើងគឺថតចេញមកគឺ sharp ចាប់តាំងពីលើមកដល់ក្រោមតែម្ដងគឺវាអត់តម្រូវឲ្យមានការ blur នៅលើរូបថតរបស់យើងទេអញ្ចឹងរូបថតរបស់យើងថតចេញមកគឺប្រកាសថាវាចេញមកគឺច្បាស់ហើយត្រជាក់ភ្នែកទាំងអស់គ្នាអ្នកទាំងអស់គ្នាមានឆ្ងល់ទេសភាពនៅខាងក្រោយខ្នងខ្ញុំនេះថ្ងៃនេះខ្ញុំនៅអារ៉ែង camping នៅក្នុងទឹកដីខេត្តកោះកុងដែលទេសភាពថ្ងៃនេះគឺស្អាតមែនទែនហើយតំបន់អារ៉ែង camping នេះខ្ញុំអាចនិយាយបានថាជាតំបន់មួយដែលពិសេសមែនតើជាពិសេសសម្រាប់អ្នកដែលចង់ផលិតមាតិកាឬក៏ចង់ធ្វើ content អីផ្សេងៗអាចមកទីនេះបានអារ៉ែម camping គឺជាកន្លែងមួយដែលពិសេសមែនតើតែខ្ញុំមកហើយគឺខ្ញុំអត់ចង់ទៅពេញវិញទេគឺចង់នៅថតឲ្យបានច្រើនតិចព្រោះទេសភាពគឺស្អាតមែនតើអ្នកនរគ្នាអាចមើលបានហើយការកំណត់បន្ទាប់ទៀតគឺខ្ញុំចង់ឲ្យអ្នកនរគ្នាទៅធ្វើការកំណត់នៅ focus area ដែលវាស្រដៀងគ្នាទៅនឹង focus mode ដែលការកំណត់ទាំងពីរនេះខ្ញុំអាចនិយាយបានថាគឺវាប្រតិបត្តិគ្នាមែនទែនសម្រាប់ការកំណត់នៅ focus area នេះបើសិនជាខ្ញុំនិយាយស្រួលស្ដាប់គឺចំណុចត្រង់នេះគឺអ្នកទាំងអស់គ្នាអាចធ្វើការកំណត់នៅកន្លែងដែលអ្នកនរគ្នា focus នៅលើកាមេរ៉ារបស់យើងជាធម្មតាប្រសិនបើកាមេរ៉ារបស់យើងប្រើប្រាស់នៅwide area បានន័យថានៅពេលដែលយើង focus គឺវា select យកទាំងអស់នៅលើកាមេរ៉ារបស់យើងឬក៏នៅលើ frame របស់យើងដើម្បីធ្វើការ focus ប៉ុន្តែនៅពេលដែលយើងធ្វើការ set នៅ focus area របស់អ្នកទាំងអស់គ្នានៅចំកន្លែងណាមួយនៅលើរូបថតរបស់យើងគឺយើងផ្ដោតតែនៅលើកន្លែងនឹងមួយទេឧទាហរណ៍សម្រាប់ការថតទេសភាពបែបនេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសនៅ center point ឬក៏យើងអាចធ្វើការកំណត់នៅ focus point ណាមួយនៅចំចំណុចកណ្ដាលដើម្បីយើងធ្វើការ focus ឲ្យច្បាស់តែកន្លែងកណ្ដាលបានហើយគឺយើងអត់ទៅធ្វើការ focus នៅខាងលើឬក៏ខាងក្រោមឬក៏ឆ្វេងដៃទេអ្វីដែលយើងចង់បានគឺ center ឬក៏ចំណុចកណ្ដាលនៃរូបថតរបស់យើងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចូលទៅកន្លែង setting ហើយខ្ញុំ
ចូលទៅបដូរនៅ focus area ហើយខ្ញុំជ្រើសរើសនៅ center មួយចំណុចបន្ទាប់ទៀតដែលខ្ញុំចង់លើកយកមកនិយាយនេះគឺតាក់ទងទៅនឹង ISO អ្នកទាំងអស់គ្នាងាយអ្វីដែលអ្នកទាំងអស់គ្នាមិនចង់ឈឺក្បាលច្រើនតាក់ទងទៅនឹង ISO ប្រសិនមកអ្នកទាំងអស់គ្នាថតទេសភាពពេលថ្ងៃបែបនេះអ្វីដែលអ្នកទាំងអស់គ្នាធ្វើគឺអ្នកទាំងអស់គ្នាជ្រើសរើសយក ISO ណាដែលទាបបំផុតតាមដែលអាចធ្វើបានហេតុអីបានជាអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយក ISO ដែលទាបនិយាយចូលស្ដាប់កាន់តែទាបរូបថតរបស់អ្នកទាំងអស់គ្នាចេញមកគឺកាន់តែស្អាតប្រសិនមកអ្នកទាំងអស់គ្នាយក ISO កាន់តែខ្ពស់រូបថតរបស់អ្នកទាំងអស់គ្នានឹងមាន noise ឬក៏ដង្កូវទឹកនៅលើរូបថតរបស់អ្នកទាំងអស់គ្នាកាន់តែច្រើនអញ្ចឹងនៅពេលដែលខ្ញុំថតទេសភាពពេលថ្ងៃបែបនេះខ្ញុំមិនតម្រូវឲ្យបើក ISO ខ្ពស់ទេអ្វីដែលខ្ញុំធ្វើគឺខ្ញុំបើក ISO ឲ្យទាបទៅគឺល្អមែនតើអញ្ចឹង ISO ពេលថ្ងៃបែបនេះចន្លោះពី100ទៅ120គឺល្អបំផុតហើយអ្នកទាំងអស់គ្នាអញ្ចឹងមួយទៀតប្រសិនមកអ្នកទាំងអស់គ្នាថតពេលយប់បើក ISO ឲ្យខ្ពស់តិចទៅក៏អត់ជាបញ្ហាដែរប៉ុន្តែប្រយ័ត្នមែនតើបើកកាន់តែខ្ពស់រូបថតរបស់អ្នកទាំងអស់គ្នានឹងមានដង្កូវទឹកកាន់តែច្រើនចំណុចចុងក្រោយគឺជាចំណុចមួយដែលពិសេសដែលវាសំខាន់មែនតើសម្រាប់ការថតរូបបែបទេសភាពគឺការជ្រើសរើស lens កាមេរ៉ាអ្នកនរគ្នាអញ្ចឹងការជ្រើសរើស lens គឺសំខាន់មែនតើបើសិនជាយើងចង់ថតទេសភាពអញ្ចឹង lens ដែលល្អបំផុតសម្រាប់ការថតទេសភាពគឺយើងយក lens ណាដែលវាយបំផុតតាមដែលធ្វើបានអញ្ចឹងនៅលើការជ្រើសរើស lens របស់យើងថ្ងៃនេះគឺខ្ញុំថតគឺខ្ញុំប្រើប្រាស់នៅ lens 24mm ដែលជា lens វាលវាយគួរសមវាមិនវាយខ្លាំងពេកទេប៉ុន្តែបើសិនជាយើងមានលទ្ធភាពយើងអាចប្រើប្រាស់នៅ lens 16ឬក៏ទាបជាងហ្នឹងតាមដែលធ្វើបានហេតុអីបានជាយើងត្រូវជ្រើសរើសយក lens ដែលទូលាយឬក៏យើងអាចនិយាយបានថាជាប្រភេទ lens wide angle អញ្ចឹងបើយើងនិយាយស្រួលស្ដាប់នៅពេលដែលយើងជ្រើសរើសយក lens ប្រភេទ lens ទូលាយឬក៏ wide angle បែបនេះគឺមានន័យថាយើងអាចថតយកបានទំហំទេសភាពរបស់យើងហ្នឹងទូលាយតាមនឹងដែរអញ្ចឹង lens ដែលទូលាយថតទេសភាពបានធំដូចគ្នាប៉ុន្តែប្រសិនបើយើងប្រើប្រាស់ lens zoom យើងអាចធ្វើការជ្រើសរើស lens ណាដែលអាច zoom បានជិតក៏យើងអាចធ្វើការថតទេសភាពបានដូចគ្នាដែរគ្រាន់តែការមើលឃើញឬក៏ perspective នៃរូបថតរបស់យើងគឺវាខុសគ្នាទៅតាមប្រភេទនៃ lens របស់យើងដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំថតរូបទេសភាពបែបនេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាឬក៏អ្វីដែលខ្ញុំកំពុងធ្វើនេះគឺខ្ញុំចង់ជ្រើសរើសយក lens ណាដែលវាយទូលាយអាចតាមដែលអាចធ្វើបានដែរអ្វីដែលខ្ញុំថតនេះគឺខ្ញុំប្រើប្រាស់នៅ 24mm More than a friend, more than a boo. Now that I know that you switch it around, out with the old, in with the new. Thinking I miss you, ain't thinking about you. Pull up and distance myself from a fool. Ain't teach him a lesson, I took him to school. Got a new man and he know what to do. Got a new man and he